ទីថ្មបងប្អូននេះមកបេះទីថ្មទុកព្រោះអីឃើញវាលាស់ល្អពេកចុះទុកជើវាយូរទៅវាចាស់អស់អញ្ចឹងទៅយើងក្តិចទៅវាឆាប់លាស់មកវិញជាបន្លែដែលគ្រួសារខ្ញុំចូលចិត្តណានេះទីនឹងល្អណាបងប្អូនណាញ៉ាំមកសរោទៅដោយវីតាមីនល្អទៀតណាទីហ្នឹងយើងនៅពេលដែលស្លញ៉ាំទៅឆ្ងាញ់ណាស់ឡើងតុនហើយរសជាតិគេជាជូរបងប្អូនហើយបើសិនជាយើងអត់តន់ញ៉ាំណាយើងលាងវាឲ្យស្អាតហើយយើងដាក់ចូលទូកកពេលណាយើងចង់ស្លយើងយកវាមកស្លចឹងណាវាស្រួលមួយយ៉ាងដែរបន្លែហ្នឹងស្រួលទុកដាក់បើថាផ្ទីយើងធម្មតាយើងដាក់ចូលទូកកដាក់មកវិញឡើងជាន់តិចផ្ទីវាអត់សូវឆ្ងាញ់ណាតែនេះអត់អីទេវាដូចថាវារៀងនេះអលួយដាក់ទៅរៀងអលួយមែនប៉ុន្តែរសជាតិវានៅតែឆ្ងាញ់អញ្ចឹងទៅខ្ញុំជិះតែបេះវាទុកទៅបើខ្ញុំអត់តន់ឆ្លោះក៏ខ្ញុំត្រូវដូចថាយើងដាក់ចូលទូកកអញ្ចឹងណាលាងវាឲ្យស្អាតអញ្ចឹងទៅនេះទៅដុសវាការបងប្អូនបន្លែហ្នឹងឯងស្រួលដាំមែនតើនេះដុសខ្លួនឯងនិយាយទៅខ្ញុំបានដាំទៀតទេល្អហើយវាខាងនេះវិញឡើងល្អចឹងបេះវាហើយពេលនេះដើមគេហៅអេប៉ាសូតេបងប្អូនអាហ្នឹងជីរបស់ Mexican នៅពេលដែលយើងត្រូវការស្លឬក៏ដាក់ស៊ុបក៏បានដែរបងប្អូនដុសខ្លួនឯងដែរអាហ្នឹងនេះក៏ចឹងដែរសិតតែសេរីដុសខ្លួនឯងដើមពេញប៉ោះសូមហើយអានេះពេញប៉ោះដុសខ្លួនឯងដែរនេះសេរីពេញប៉ោះធំណាចេញផ្កាបាត់ហើយបងប្អូននេះល្អហើយលឿនណាស់នេះបានទៅនេះដែរទីនេះ